សពថ្ងៃនេះធាតុហ្វមនៃរឿងប្រឌិតបែបវិទ្យាសាស្ត្រដូចជា Star Wars កំពុងត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធតាមអាកាសក្នុងជីវិតពិតធ្នឹមឡាស៊ែរពណ៌បៃតងទម្លុះភាពងងឹតកាត់តាមយន្តហោះគ្មានមនុស្សបើកនៅលើអាកាសហើយបណ្ដាលឲ្យវាផ្ទុះខ្ញុំនឹងនាំអ្នកទៅមើលពីក្រោយឆាកនៃអាវុធចុងក្រោយបង្អស់របស់អ៊ីស្រាអែលគឺ Iron Beam ដែលប្រែក្លាយសង្គ្រាមរាប់ពាន់លានដុល្លារទៅជាអ្វីមួយដែលមានតម្លៃត្រឹមតែរាប់សិបដុល្លារប៉ុណ្ណោះនេះគឺជាចំណុចរបត់មួយដែលអាចធ្វើឲ្យមីស៊ីលថ្លៃៗคล้ายជាដែកឯកចាយគ្មានតម្លៃនាពេលអនាគតនៅពេលនោះនៅកណ្ដាលយប់ដ៏ខ្មៅងងឹតនៃជិតព្រំដែនលីបង់ស៊ីរ៉ានបានបន្លឺឡើងរ៉ោកែតរាប់មិនអស់នឹងយន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាតពី Hezbollah កំពុងត្រូវបានបាញ់ចេញជាធម្មតាយើងឃើញ Iron Dome បាញ់មីស៊ីលដែលមានតម្លៃរាប់លានដុល្លារដើម្បីស្ទាក់ចាប់ពួកវាមែនទេប៉ុន្តែបន្ទាប់មកធ្នឹមពន្លឺចម្លែកមួយបានបាញ់ឆ្លងកាត់វាបាញ់ឡើងលើមេឃក្នុងល្បឿនពន្លឺវាស្ងាត់ស្ងៀមប៉ុន្តែមានភាពជាក់លាក់មិនគួរឲ្យជឿវាប្រមូលផ្ដុំថាមពលដ៏ធំសម្បើមទៅជាចំណុចមួយដែលមានទំហំប៉ុនកាក់បន្ទាប់មកតម្រង់វាទៅគោលដៅរបស់វារលាយនិងផ្ទុះវានៅលើអាកាសក្នុងរយៈពេលត្រឹមតែប្រភាគនៃវិនាទីប៉ុណ្ណោះនេះគឺជាការបង្ហាញជាសាធារណៈលើកដំបូងនៃ Iron Beam ដែលជាអាវុធឡាស៊ែរដែលមានថាមពលខ្ពស់ដែលពិភពលោកទាំងមូលកំពុងតាមដាននិយាយដោយស្មោះត្រង់អ្វីដែលធ្វើឲ្យ Iron Beam អស្ចារ្យបំផុតមិនត្រឹមតែជាកត្តានៃភាពត្រជាក់របស់វាប៉ុណ្ណោះទេប៉ុន្តែថែមទាំងតម្លៃរបស់វាទៀតផងតើអ្នកដឹងទេថាការបាញ់ Iron Dome ធ្វើឲ្យអ៊ីស្រាអែលចំណាយប្រហែល 1.5 លានបាតក្នុងមួយមីស៊ីលប៉ុន្តែកម្រិតស្មេឡាស៊ែរ Iron Beam នេះមានតម្លៃត្រឹមតែ$2ឬប្រហែលរាប់សិបបាតក្នុងមួយការបាញ់ព្រោះវាប្រែតែប្រយោគនេះមិនពេញលេញទេមន្ត្រីការពារជាតិអ៊ីស្រាអែលថែមទាំងបានបញ្ជាក់ថាខណៈពេលដែលមីស៊ីលស្ទាក់ចាប់អាចនឹងអស់គ្រាប់រំសេវក្នុងសង្គ្រាមដរាបណាមានអគ្គិសនីឡាស៊ែរនេះអាចបាញ់បានដោយគ្មានកំណត់វាជាអាវុធដែលមិនដែលអស់គ្រាប់រំសេវឡើយដរាបណាមានព្រីភ្លើងប៉ុន្តែតើវាអាចយកឈ្នះបានទេមិនមែនទាំងស្រុងទេប្រព័ន្ធទំនើបបែបនេះពឹងផ្អែកលើកុំព្យូទ័រនិងបណ្ដាញថាមពលដ៏ធំប្រសិនបើការវាយប្រហារតាមអ៊ីនធឺណិតធ្វើឲ្យរំខានការផ្គត់ផ្គង់ថាមពលឬប្រើអាវុធអេឡិចត្រូម៉ាញ៉េទិកប្រព័ន្ធឡាស៊ែរទាំងនេះអាចក្លាយជាដែកឯកចាយធម្មតាទោះជាយ៉ាងណាសប្តាហ៍ថ្ងៃនេះអ៊ីស្រាអែលបានយកការការពារផ្លូវអាកាសរបស់ខ្លួនទៅកម្រិតបន្ទាប់ដោយមានគោលបំណងការពារមីស៊ីលជិត 100% ពិភពលោករបស់យើងបានឈានដល់ចំណុចមួយដែលឡាស៊ែរពិតជាត្រូវបានប្រើប្រាស់ដើម្បីបាញ់ទៅលើគោលដៅនៅលើមេឃចាប់ពីពេលនេះទៅសង្គ្រាមប្រហែលជាមិនមែននិយាយអំពីអ្នកណាមានគ្រាប់បែមច្រើនទេនោះទេប៉ុន្តែនិយាយអំពីអ្នកណាមានបច្ចេកវិទ្យានិងថាមពលល្អជាងមេរៀននេះប្រាប់យើងថាក្នុងពិភពលោកដែលមានចំនួនមិនចេះចប់អាវុធឆ្លាតវៃបំផុតប្រហែលជាមិនមែនជាអាវុធបំផ្លាញបំផ្លាញទេប៉ុន្តែមានប្រសិទ្ធភាពបំផុតក្នុងការការពារយើងក្នុងតម្លៃដែលយើងអាចមានលទ្ធភាពទិញបានតើអ្នកគិតថាអាវុធឡាស៊ែរបែបនេះនឹងបញ្ចប់សង្គ្រាមលឿនជាងមុនឬវានឹងធ្វើឲ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើងសូមប្រាប់ខ្ញុំនៅក្នុងមតិនៅពេលក្រោយប្រាប់ខ្ញុំពីបច្ចេកវិទ្យាទំនើបផ្សេងទៀតដែលអ្នកចង់ឲ្យខ្ញុំពិភាក្សាហើយខ្ញុំនឹងធ្វើឲ្យវាកើតឡើង